កាលពីព្រៃនាយមានរណ្ដៅមួយយ៉ាងជ្រៅក៏នឹងព្រៃស្ងាត់សត្វព្រៃជាច្រើនក្បាលរួមមានខ្លាពស់និងស្វាបានធ្លាក់ចូលទៅក្នុងរណ្ដៅនោះពួកវាទាំងអស់គ្នាភ័យស្លន់ស្លោនិងអស់សង្ឃឹមយ៉ាងខ្លាំងមិនដឹងធ្វើដូចម្ដេចដើម្បីចេញបានបុរសម្នាក់ឈ្មោះច័ន្ទកំពុងតែដើរកាត់ព្រៃគាត់បានឮសូរសម្រែកសត្វក៏ដើរទៅរកមើលពេលទៅដល់រណ្ដៅគាត់ឃើញសត្វទាំង3ជាប់នៅខាងក្រោមច័ន្ទមានចិត្តអាណិតខ្លាំងណាស់ក៏សម្រេចធីកជួយគាត់បានទម្លាក់ខ្សែពួរចុយទៅហើយបានទាញខ្លាចេញពីក្នុងរណ្ដៅមុនគេខ្លាមើលទៅហាក់ដូចជាដឹងគុណណាស់បន្ទាប់មកច័ន្ទបានជួយពស់ឲ្យឡើងមកលើគោកពស់បានងក់ក្បាលជាសញ្ញាអរគុណមុននឹងលូនចូលព្រៃទៅបាត់ច័ន្ទមានអារម្មណ៍រីករាយដែលបានជួយជីវិតពួកវាចុងក្រោយច័ន្ទបានទាញខ្សែពួរឲ្យស្វាឡើងមកស្វាលោតមកដល់ក៏អោបជើងច័ន្ទយ៉ាងណែនដើម្បីបង្ហាញពីសេចក្តីដឹងគុណសត្វទាំង3បានបាត់ទៅក្នុងព្រៃវិញប៉ុន្មានថ្ងៃក្រោយមកច័ន្ទត្រូវបានគេចាប់ខ្លួនដោយចោទប្រកាន់ថាបានលួចទ្រព្យសម្បត្តិព្រះរាជាគាត់ត្រូវបានគេឃុំឃាំងនៅក្នុងគុកងងឹតមួយច័ន្ទមានភាពសោកសៅយ៉ាងខ្លាំងព្រោះខ្លួនមិនបានប្រព្រឹត្តកំហុសនេះទេនៅក្នុងគុកងងឹតស្វាមួយក្បាលដែលច័ន្ទធ្លាប់បានជួយបាននាំយកផ្លែឈើមកឲ្យគាត់ស្វាមិនបានភ្លេចគុណច័ន្ទឡើយច័ន្ទមានអារម្មណ៍កក់ក្ដៅក្នុងចិត្តទោះបីជាជាប់គុកក៏ដោយព្រះរាជាបានភ្លាក់ខ្លួនឈឺធ្ងន់គ្មានអ្នកណាអាចព្យាបាលបានឡើយរំពេកនោះពស់ដែលច័ន្ទបានជួយក៏បានបង្ហាញខ្លួនជាគ្រូពេទ្យវច័ន្ទមណ្ឌលហើយបាននាំយកថ្នាំទិព្វមកជូនព្រះរាជាថ្នាំនោះបានធ្វើឲ្យព្រះរាជាមានប្រជញ្ញរស់ឡើងវិញដើម្បីតបស្នងគុណច័ន្ទក៏បានទទួលព្រះរាជាអំពីអ្នកដែលលួចទ្រព្យសម្បត្តិពិតប្រាកដព្រះរាជាមានការភ្ញាក់ផ្អើលនិងខ្ញាល់យ៉ាងខ្លាំងទីបំផុតមន្ត្រីពុករលួយនោះក៏ត្រូវបានចាប់ខ្លួនច័ន្ទត្រូវបានព្រះរាជាដោះលែងនិងផ្ដល់រង្វាន់ជាច្រើនរឿងនេះបង្រៀនយើងថាសេចក្តីល្អដែលយើងបានធ្វើមិនថាទៅលើនរណាម្នាក់ឡើយនឹងតែងតែត្រឡប់មកវិញជានិច្ច